ថាមូលហេតុអីដែលបងសម្រាប់ចិត្តក្នុងការចាក់ចេញពីកន្លែងការងារឲ្យបែកជាមួយនឹងលាក់គីដែលសំណប់ចិត្តរបស់បងបាទខ្ញុំសូមលើកយកចំណុចដែរបាទចាដែលខ្ញុំមិនការងាររបស់ខ្ញុំនិយាយចំខ្ញុំអត់ចង់ចាក់ចេញសូម្បីតែប្រព័ន្ធយកដែរសិលមិញហ្នឹងមុនសិលមិញហ្នឹងចាគឺខ្ញុំបានទៅអោបលាក់គីចាហើយលាក់គីអញ្ចឹងប្រម៉ោយចុះទៅក្រោមអញ្ចឹងទៅហើយធ្វើសភាពមួយហៅថាទុនភ្លុនដែលអត់មានកម្រើលក្ខណៈមួយធ្វើរៀងបៀបលក្ខណៈបើអញ្ចឹងប្រៀបធៀបវិញប្រៀបធៀបស្ងួតស្ងាត់ដោយដូចដឹងមុនអញ្ចឹងបាទដូចដឹងមុនអញ្ចឹងបាទអារម្មណ៍ដល់សោកស្ដាយយកមកខ្ញុំអត់យល់ទេប៉ុន្តែត្រង់តែវានៅស្ងំស្ងៀមឲ្យយើងអោបលេងអោបអីចឹងហើយខ្ញុំក៏បានប្រាប់វាថាចាខ្ញុំអោបវានៅថ្ងៃសៅរ៍ខ្ញុំប្រាប់ថា2ថ្ងៃទៀតប៉ាលែងបាននៅជើងគួយចឹងណាហើយតទៅពេលចឹងហើយពេលបន្ទាប់នឹងមកគឺជិបនឹងថាមូលហេតុដែលវារត់តាមគឺដោយសារតែវាដឹងវាជិះនិយាយចំទៅរដងមកវាឃើញម៉ូតូខ្ញុំក៏វារត់តាមដូចគ្នាប៉ុន្តែរត់តាមក្នុងនាមថាធម្មតាអត់ស្រែកជិះចាចអត់តែមួយរត់ស្ទាក់ម៉ូតូអញ្ចឹងឯងតែពេលនេះវាមានសកម្មភាពមួយដូចខ្លាចបាទខាត់បងយើងបាទហើយអារម្មណ៍បងពេលហ្នឹងគឺខ្លាំងខ្ញុំជឿដោយសារតែយើងអ្នកមើលយើងខ្លោចផ្សារប៉ុណ្ណឹងហើយតម្រាំអារម្មណ៍បងដែលគាត់នៅជាមួយលាក់គីរយៈពេល26ឆ្នាំទៀតគឺមនោសញ្ចេតនាចិត្តណាខ្ញុំគិតថាគឺជ្រាលជ្រៅខ្លាំងមែនទែនតែប្រហែលដល់ពេលនេះខ្ញុំអត់ហ៊ានមើលទូរស័ព្ទអត់ហ៊ានមើល Facebook អត់ហ៊ានមើល Telegram អត់ហ៊ានមើល chat ដោយសារតែបងប្អូនយើងអ្នកស្រឡាញ់ខ្ញុំអ្នកស្រឡាញ់តម្រៃគាត់ជាយើងឆាតទៅអ្នកខ្លះយំអ្នកខ្លះខ្ញុំធ្វើឲ្យខ្ញុំទុកអារម្មណ៍មិនបានដែរបាទគ្នានេះជាមួយទៅគេប្រពន្ធខ្ញុំឡើងឆ្ងល់ម៉ោង3អត់ទាន់ងើបមកតែចូលដេកនៅដើរក្នុងផ្ទះនោះអីនោះចឹងទៅជាពិសេសយប់មិញគឺខ្ញុំម៉ោងចូលពី10ជាងបានខ្ញុំចូលគេងថាមូលហេតុអីដែលបងសម្រាប់ចិត្តក្នុងការចាក់ចេញពីកន្លែងការងារឲ្យបែកជាមួយនឹងលាក់គីដែលសំណប់ចិត្តរបស់បងនៅធម្មតាទេយើងនៅក្នុងសកលការងារតែងតែមានបញ្ហាកើតឡើងនិយាយខំហាអ្វីដែលខ្ញុំដល់ថ្នាក់ចាក់ចេញពីតំបន់នឹងបានគឺមិនអាចទ្រាំទ្រឬក៏ថាទោះបីខ្ញុំមិនឈប់ក៏គេត្រូវតែបញ្ឈប់ខ្ញុំដែរចាំអញ្ចឹងយើងមានតែពីរទៅមានតែពីរទៅទេគេបញ្ឈប់ហើយនឹងយើងសុំជប់ខ្លួនឯងបាទអាចជប់សុំជប់ដោយខ្លួនឯងក៏ដោយសារតែជារឿងមួយដែលខ្ញុំទឹកចិត្តរបស់ខ្ញុំនេះខ្ញុំមានការខ្វាយខ្វល់ពីរឿងសត្វខ្លាំងពេកខ្វាយខ្វល់ពីរឿងសត្វអត់ចំណីខ្លាំងពេកធ្វើឲ្យចរិតរបស់ខ្ញុំមានអារម្មណ៍មួយក្រៅក្រោបជាមួយនឹងមនុស្សដែលគាត់អត់ខ្វល់បាទអញ្ចឹងដល់ពេលមានបញ្ហានេះកើតឡើងបានធ្វើឲ្យខាងរដ្ឋបាលរដ្ឋបាលមិនមែនរដ្ឋបាលខាងសួនទេគឺរដ្ឋបាលបងការគាត់គិតថាមិនអាចធ្វើការជាមួយគ្នាបានបាទអញ្ចឹងខ្ញុំនិយាយចំដូចពាក្យខាងអញ្ចឹងគឺគេមិនអាចចង់និយាយថាសុំឈប់និងគេបញ្ឈប់បាទអញ្ចឹងខ្ញុំដោយសារការយោគយល់ខ្ញុំធ្វើការជាមួយនឹងសាន់យូដែរអញ្ចឹងគេឲ្យខ្ញុំសុំឈប់តាមស្រួលអញ្ចឹងគឺនេះគឺគេឲ្យជំរឿនយើងគឺបែបហ្នឹងតែពេលដែលបងទទួលបានអារម្មណ៍បែបហ្នឹងតើបងយល់យ៉ាងម៉េចដែរដែលបងធ្លាប់ថាយើងតស៊ូជាមួយការងារហ្នឹងនឹងក្តីស្រឡាញ់មួយហ្នឹងរយៈពេលអស់30ឆ្នាំនិយាយចំទៅសឹងតែអាចចេញពីក្នុងបន្ទប់ប្រ
ជុំកន្លែងប្រជុំនឹងសង្ឃថាដើរទៅដោយស្រាលខ្លួនបំផុតមកដល់ពេលដែលខ្ញុំចេញទៅខ្ញុំបានធម្មតាខ្ញុំមានអារម្មណ៍មួយភ្លេចភ្លាំងមុខអាជាងទ្វារហ្នឹង អូចា ម៉ាំងឡើងសឹងលបើកទ្វារដោយសារទ្វារហ្នឹងទ្វារកញ្ចក់តែខ្ញុំអត់ដល់ពីយើងអារម្មណ៍យើងកំពុងទៅធ្លងជាមួយនឹងរឿងថាសឹងស្រាលខ្លួននេះវាទៅមុខអាកញ្ចក់ហ្នឹងសឹងទៅដៃខ្ទេចចាខាងខ្មែរយើងគាត់ឃើញអញ្ចឹងគាត់ព្យាយាមមកជួយទឹកជួយអញ្ចឹងក៏ប៉ុន្តែគាត់ថាអានេះជាអារម្មណ៍ដែលខ្ញុំមានអារម្មណ៍តាំងពីចាប់ដើមគេនិយាយអញ្ចឹងមកបាទរហូតដល់ក្រោយមកទៀតហ្នឹងគឺខ្ញុំមានអារម្មណ៍មួយគ្រប់ពេលនៅពេលដែលខ្ញុំគិតថាថ្ងៃដល់ថ្ងៃអញជប់ទៅអញយ៉ាងម៉េចចឹងម៉េចមានបញ្ហាយ៉ាងម៉េចអញទៅធ្វើការអីទៅធ្វើណារយៈពេល30ឆ្នាំមិនធម្មតាទេណាហើយសំខាន់បំផុតគឺគាត់មានក្តីស្រឡាញ់ជាមួយនឹងលក្ខីខ្លាំងមែនតើអញ្ចឹងអ្វីដែលគាត់សម្រេចចិត្តចាក់ចេញគឺស្មើនឹងគាត់សម្រេចចិត្តចាក់ចេញពីលក្ខីបាទហើយនៅក្នុងវីដេអូដែលគាត់បានឃើញហ្នឹងនិយាយចំទៅពេលហ្នឹងខ្ញុំធ្វើអារម្មណ៍មួយខ្ញុំអត់ចង់ឲ្យអ្នកផ្សេងទៀតដឹងអ្នកកន្លែងហ្នឹងគាត់ដឹងថាខ្ញុំនឹងទឹកភ្នែកចេញចឹងជាខ្ញុំទុកអារម្មណ៍ខ្លាំងចាធ្វើមិនឲ្យបានផុតពីកន្លែងហ្នឹងបញ្ចេញមកអស់សាកស្រមៃមើលបើសិនជាមានបញ្ហាបែបហ្នឹងហើយសត្វដែលយើងស្រឡាញ់ហើយសត្វក៏ស្រឡាញ់យើងកំពុងតែរត់លះលហកហើយស្ទាក់មុខចោលស្ទាក់ក្រោយហ្នឹងចាគ្មាននរណាមួយទុកទឹកភ្នែកបានទេពេលដែលបងជិះទៅចេញផុតពីលក្ខីតើអារម្មណ៍របស់បងទឹកដួលបែបណាគេចង់ជុំម៉ូតូដើម្បីជុំម៉ូតូយំមកអត់ចិត្តសិនមានកម្មាជាប់នឹងកនជូតទឹកភ្នែកសិនចាំដើរទៅចាំជិះតទៀតចាមូលហេតុអីលក្ខីដឹងថាបងចាក់ចេញខ្ញុំគិតថាអារម្មណ៍សត្វហើយអារម្មណ៍មនុស្សមិនខុសគ្នាក៏ប៉ុន្តែគាត់ថាសត្វមិនចានិយាយចានៅពេលដែលខ្ញុំមុនខ្ញុំម្សិលមិញហ្នឹងចាគឺខ្ញុំបានទៅអោបលក្ខីចាហើយលក្ខីអញ្ចឹងប្រម៉ោយចុះទៅក្រោមអញ្ចឹងទៅហើយធ្វើសភាពមួយហៅថាទុនភ្លុនដែលអត់មានកម្រើលក្ខណៈមួយធ្វើរៀងបៀបលក្ខណៈបើអញ្ចឹងប្រៀបធៀបវិញប្រៀបធៀបស្ងួតស្ងាត់ដោយដូចដឹងមុនអញ្ចឹងបាទដូចដឹងមុនបាទអារម្មណ៍សោកស្ដាយយើងមកខ្ញុំអត់យល់ទេក៏ប៉ុន្តែត្រង់ថាវានៅស្ងំស្ងៀមឲ្យយើងអោបលេងអោបអីចឹងហើយខ្ញុំក៏បានប្រាប់វាថាខ្ញុំអោបវានៅថ្ងៃសៅរ៍ខ្ញុំប្រាប់ថា2ថ្ងៃទៀតប៉ាលែងបាននៅជើងគួយចឹងណាហើយដល់ពេលចឹងហើយពេលបញ្ចប់នឹងមកគឺចិត្តនឹងថាមូលហេតុដែលវារត់តាមគឺដោយសារតែវាដឹងវាជិះនិយាយចំទៅរត់ដល់មកវាឃើញម៉ូតូខ្ញុំក៏វារត់តាមដូចគ្នាក៏តែរត់តាមក្នុងនាមថាធម្មតាអត់ស្រែកជិះចាចអត់តែមួយរត់ស្ទាក់ម៉ូតូអញ្ចឹងឯងតែពេលនេះវារៀងសកម្មភាពមួយដូចខ្លាចបាទដាក់បងយើងបាទហើយអារម្មណ៍បងពេលហ្នឹងគឺខ្លាំងខ្ញុំជឿដោយសារតែយើងអ្នកមើលយើងខ្លោចផ្សារប៉ុណ្ណឹងឲ្យតម្រាំអារម្មណ៍បងដែលគាត់នៅជាមួយលក្ខីរយៈពេល26ឆ្នាំទៀតគឺមនុស្សចិត្តចិត្តណាខ្ញុំគិតថាគឺជ្រាវជ្រៅខ្លាំងមែនតើតែរហូតដល់ពេលនេះខ្ញុំអត់ហ៊ានមើលទូរស័ព្ទអត់ហ៊ានមើល Facebook អត់ហ៊ានមើល Telegram អត់ហ៊ានមើល chat ដោយសារតែបងប្អូនយើងអ្នកស្រឡាញ់ខ្ញុំអ្នកស្រឡាញ់តម្រៃគាត់ជាយើងឆាតទៅនៅខ្លះយំអ្នកខ្លះចឹងខ្ញុំធ្វើឲ្យខ្ញុំទុកអារម្មណ៍អត់បានដែរបាទគ្នានេះជាមួយទៅគេប្រពន្ធខ្ញុំឡើងឆ្ងល់ម៉ោង3អត់ទាន់ងើបមកឡើងចូលដេកនៅដើរក្នុងផ្ទះក្នុងអីនោះចឹងទៅ
ជាពិសេសយប់មិញគឺខ្ញុំម៉ោងចូលពី10ជាងបានខ្ញុំចូលគេង